អាយុដើមអភិសន្តិបណ្ឌិតសសុខារំលឹកមន្ត្រីឲ្យចាត់ទុកមតិយោបល់និងសំណុំពរពលរដ្ឋជាកញ្ចក់កែលម្អនិងពង្រឹងគុណភាពសេវាក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាស្ដីពីការបូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនិងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026នារសៀលថ្ងៃទី31ខែមីនាឆ្នាំ2026នៅទីស្តីការក្រសួងមហាផ្ទៃអាយុដើមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានក្រានរំលឹកមន្ត្រីឲ្យចាត់ទុកមតិយោបល់និងសំណុំពរពលរដ្ឋជាកញ្ចក់កែលម្អនិងពង្រឹងគុណភាពសេវាឲ្យកាន់តែមានប្រសិទ្ធភាពក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍរួមទាំងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិសរុបចំនួន447នាក់អាយុដើមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានណែនាំប្រកបដោយការលើកទឹកចិត្តដល់មន្ត្រីប្រកាន់ខ្ជាប់នូវអរិយាប័ត្របម្រើពលរដ្ឋដោយភាពស្មោះត្រង់រាក់ទាក់និងដោះស្រាយបញ្ហាឲ្យចំគោលដៅដើម្បីបង្កើនទំនុកចិត្តនិងភាពកក់ក្ដៅជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានការថ្លែងយ៉ាងដូចនេះពីប្រមុខក្រសួងមហាផ្ទៃបានធ្វើឡើងបន្ទាប់ពីអាយុដើមអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលបានគូបញ្ជាក់ពីលទ្ធផលនៃដំណើរការសិក្ខាសាលាជាពិសេសលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ2025កន្លងទៅនៃយន្តការច្រកចេញចូលតែមួយក្នុងឆ្នាំកន្លងទៅការផ្តល់សេវារដ្ឋបាលមានចំនួនសរុបជិត5លានសេវាដែលសបញ្ជាក់ឲ្យឃើញថាយន្តការនេះបានផ្លាស់ប្តូរការបម្រើសេវាសាធារណៈឲ្យកាន់តែមានភាពងាយស្រួលឆាប់រហ័សនិងតម្លាភាពផ្អែកលើលទ្ធផលដែលសម្រេចបាននេះអាយុដើមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានកោតសរសើរនិងចាត់ទុកលទ្ធផលនេះថាជាការចូលរួមគាំទ្រយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសការខិតខំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានបំពេញតួនាទីប្រកបដោយស្មារតីបរិយាកម្មអាយុដើមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថារាល់មតិយោបល់និងសំណុំពរដែលបានលើកឡើងគឺជាធាតុចូលដ៏សំខាន់សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធយកមកធ្វើជាមូលដ្ឋានក្នុងការបង្កើតគោលការណ៍និងវិធានការដោះស្រាយគោរពស្នើសុំសម្ដេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដើម្បីបន្តដោះស្រាយបញ្ហាប្រឈមមួយចំនួនប្រមុខក្រសួងមហាផ្ទៃបានផ្ដល់អនុសាសន៍ណែនាំដល់ក្រសួងស្ថាប័នថ្នាក់ជាតិឲ្យបន្តសហការលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាពន្លឿនការបញ្ជូនឯកសារបទដ្ឋានបច្ចេកទេសនិងការបណ្ដុះបណ្ដាលមន្ត្រីឲ្យកាន់តែមានសមត្ថភាពដោយឡែកសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិអាយុដើមអភិសន្តិបណ្ឌិតបានដាក់ចេញនូវទិសដៅអនុវត្តបន្តយ៉ាងម៉ឺងម៉ាត់ក្នុងនោះត្រូវពង្រឹងការអនុវត្តច្បាប់និងលើកកម្ពស់សមត្ថភាពមន្ត្រីនៅតាមការិយាល័យច្រកចេញចូលតែមួយឲ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា Digital ព្រមទាំងរៀបចំស្លាកសញ្ញាបង្ហាញព័ត៌មានឲ្យបានច្បាស់លាស់និងតម្លាភាពបន្ថែមលើនេះអាយុដើមអភិសន្តិបណ្ឌិតក៏បានជំរុញឲ្យយកចិត្តទុកដាក់លើការចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនក្រោម$5លាននិងត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋជាពិសេសគឺការពង្រឹងវិន័យនិងមនសិការទទួលខុសត្រូវរបស់មន្ត្រីប្រចាំការនៅតាមការិយាល័យច្រកនីមួយៗដើម្បីធានាឲ្យបាននូវការផ្តល់សេវាសាធារណៈដែលប្រកបដោយគុណភាពតម្លាភាពនិងប្រសិទ្ធភាពខ្ពស់បំផុតជូនប្រជាពលរដ្ឋ